សួស្តីថ្ងៃនេះខ្ញុំបន្តលំហាត់លេខ4គឺមេរៀនទី3តាក់ទងជាមួយមេរៀនម៉ាស៊ីនសម្រាប់ត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខយើងម៉ាស៊ីនកាណូត1បានបំពេញកំណត់1500ស៊ូលក្នុងសេចនីមួយៗនៃដំណើរការរយៈពេល 0.25 វិនៅចន្លោះសីតុណ្ហភាព TH ស្មើនឹង850 Kelvin និងសីតុណ្ហភាព TC 340 Kelvin អញ្ចឹងយើងស្គាល់កំណត់យើងស្គាល់ TH យើងស្គាល់ TC អញ្ចឹងកគណនាទិន្នផលនៃម៉ាស៊ីនខគណនាតម្លៃមធ្យមនៃអនុភាពរបស់ម៉ាស៊ីនយើងរកតកតងជាមួយនឹងអនុភាពគឺយើងរកពេលគគណនាបរិមាណកម្ដៅដែលផ្ដល់ដោយធុងដែលមានសីតុណ្ហភាពខ្ពស់គឺយើងរកបរិមាណកម្ដៅដែលផ្ដល់ដោយធុងដែលមានសីតុណ្ហភាពខ្ពស់អញ្ចឹងយើងមើលសីតុណ្ហភាពពីរហ្នឹងមួយណាដែលខ្ពស់គឺ TH អញ្ចឹងមានន័យថាការរកកម្ដៅនេះគឺគុយទៅតាមសីតុណ្ហភាពខ្ពស់គឺគុយ H កខគណនាបរិមាណកម្ដៅដែលទទួលដោយធុងដែលមានសីតុណ្ហភាពទាបអញ្ចឹងកាលណាធុងដែលមានសីតុណ្ហភាពទាបគឺគុយ C អញ្ចឹងយើងសិក្សាទៅលើដំណោះស្រាយរបស់យើងទាំងអស់គ្នាដល់អញ្ចឹងដើម្បីគណនាទិន្នផលនៃម៉ាស៊ីនគឺយើងរកតាមរូបមន្តC ស្មើទៅនឹង1ដក TC នៅលើ TH ណាអញ្ចឹងយើងប្រើតាមហ្នឹងដោយ TC ស្មើទៅនឹង340 Kelvin បន្ទាប់មក TH គឺ850 Kelvin អញ្ចឹងយើងធ្វើការគណនាអញ្ចឹងយើងបាន EC ស្មើទៅនឹង1ដក340នៅលើ850អញ្ចឹងយើងធ្វើការគណនាមកចម្លើយរបស់យើងឃើញបានអញ្ចឹងទិន្នផលដែលយើងរកឃើញគឺ 60% ណាអញ្ចឹងយើងធ្វើការឆ្លើយដូចនេះអញ្ចឹងដូចនេះទិន្នផលនៃម៉ាស៊ីនណា EC ស្មើទៅនឹង 60% អញ្ចឹងយើងរកឃើញទិន្នផលមួយអញ្ចឹងបន្តមកយើងទៅធ្វើនៅចំណុចខគណនាតម្លៃមធ្យមនៃអនុភាពរបស់ម៉ាស៊ីនណាចាគណនាតម្លៃមធ្យមនៃអនុភាពអញ្ចឹងយើងមើលយើងតាមរូបមន្តរបស់វាតាអញ្ចឹងតកតងជាមួយនឹងអនុភាពគឺពេលអញ្ចឹងពេលយើងរកតាមណាតកតងជាមួយនឹងអនុភាពអញ្ចឹងយើងទៅមើលដោយសារតែយើងទី1យើងស្គាល់ទៅលើអីទៅលើកំណត់គឺ1500ស៊ូលនិងរយៈពេល 0.25 វិអញ្ចឹងយើងអាចរកអនុភាពឃើញទេបងអញ្ចឹងអនុភាពពេលស្មើកំណត់ធៀបទៅនឹងរយៈពេលអញ្ចឹងកំណត់គឺតម្លៃរបស់វា1500ស៊ូលតមករយៈពេល 0.25 វិហើយអូខេអញ្ចឹងយើងបានអនុភាពពេលស្មើទៅនឹង1500ធៀបទៅនឹង0.25 អញ្ចឹង 0.25 ស្មើនឹង1/4អញ្ចឹងយើងធ្វើការចែកមកតើយើងឃើញប្រមាណបើយើងចម្រាស់យើងបាន1500គុណ4អញ្ចឹងយើងចំណុចអនុភាពរបស់យើងគឺ6000ទៅជាវ៉ាត់អញ្ចឹងដូចនេះតម្លៃមធ្យមនៃអនុភាពគឺតម្លៃមធ្យមនៃអនុភាពពេលស្មើទៅនឹង6000វ៉ាត់ណានេះជាចម្លើយរបស់យើងនៅត្រង់ចំណុចខដើម្បីរកអនុភាពបន្ទាប់គណនាបរិមាណកម្ដៅនៅសីតុណ្ហភាពខ្ពស់អញ្ចឹងយើងរកតាមណាយើងស្គាល់កំណត់ហើយយើងស្គាល់អីទៀតយើងស្គាល់ទេនិងទេស៊ីអញ្ចឹងយើងត្រូវការរកទេរកគុយហាទៅរកតាមណានឹងយើងអញ្ចឹងយើងធ្វើការតាមរូបមន្តមកកំណត់ស្មើនឹង EC គុណជាមួយនឹងគុយនាំឲ្យគុយហាស្មើទៅនឹងកំណត់ធៀបទៅនឹងទិន្នផលកម្ដៅអញ្ចឹងទិន្នផលកម្ដៅគឺយើងរកហើយយើងរកនៅត្រង់ចំណុចកនេះដែលឃើញទិន្នផលរបស់វា 60% អញ្ចឹងកំណត់គេឲ្យ1500ស៊ូល
តនផលយើងរកឃើញ60ស្មើនឹង 0.6 ចឹងយើងបានយើងធ្វើការគណនាមកបរិមាណកម្ដៅកុយហាស្មើទៅនឹង 1500 ចែកទៅនឹង 0.6 ណាចឹងចម្លើយរបស់យើងត្រូវឃើញមែនបងប្អូនរៀនធ្វើលំហាត់ខ្លះៗមកពេលខ្លះលំហាត់ខ្លះគឺយើងធ្លាប់ធ្វើយើងកុំបដាច់បដោយវាអាចខ្វល់ច្រឡំខ្លះចឹងកម្ដៅយើងឃើញ 2500 ស៊ូលដូចនេះបរិមាណកម្ដៅនៅស្ថិតនៅសីតុណ្ហភាពខ្ពស់សីតុណ្ហភាពខ្ពស់កុយហាស្មើទៅនឹង 2500 ស៊ូលដល់មកនៅត្រង់ចំណុចខគឺយើងគណនាបរិមាណកម្ដៅនៅធុងនៅសីតុណ្ហភាពទាបគណនាបរិមាណកម្ដៅនៅសីតុណ្ហភាពទាបអញ្ចឹងកាលណាសីតុណ្ហភាពទាបគឺតកតងជាមួយនឹងកុយស៊ីអញ្ចឹងកុយស៊ីយើងរកតាមណាដែលងាយយើងស្គាល់កំមន់យើងស្គាល់កុយហាអញ្ចឹងកំមន់ស្មើនឹងកុយហាដកកុយស៊ីអញ្ចឹងយើងនាំឲ្យកុយស៊ីស្មើទៅនឹងដកកុយស៊ីណាដកកុយស៊ីនេះបោះមកខាងឆ្វេងទៅជាបូកបន្ទាប់ពីបូកជាមួយនឹងកំមន់បូកគឺយើងបោះទៅខាងស្ដាំវិញទៅជាដកកន្លែងហ្នឹងមានការបោះច្រឡំច្រើនអញ្ចឹងយើងបានកុយហាគឺរក្សាទុកមកដដែលអត់មានអីប្រែប្រួលទេដកកំមន់ដោយកំមន់របស់យើង 1500 ស៊ូលឯកុយហាគឺយើងរកឃើញ 2500 ស៊ូលអញ្ចឹងយើងបានកុយស៊ីស្មើទៅនឹង 2500 ដក 1500 អញ្ចឹងយើងឃើញ 1000 ស៊ូលដូចនេះបរិមាណកម្ដៅសីតុណ្ហភាពទាបកុយស៊ីស្មើនឹង 1000 ស៊ូលចឹងដំណោះស្រាយលំហាត់យើងគឺមានតែប៉ុណ្ណេះមានចំណុចខ្វះខាតឬឆ្ងល់នៅត្រង់ចំណុចណាមួយអាច comment នៅខាងក្រោមឬក៏អាចទំនាក់ទំនងតាម Telegram ខាងនេះក៏បានដែរគឺខ្ញុំធ្វើការឆ្លើយតបនិងដោះស្រាយជូនភ្លាមៗណាពេលដែលខ្ញុំទំនេរហើយកុំភ្លេចជួយ subscribe like ឲ្យម្នាក់មួយផងចាសូមអរគុណច្រើនជូនពរឲ្យទទួលបានជោគជ័យទាំងអស់គ្នាពេលប្រឡងបាក់ឌុបនេះពេលខាងមុខនេះណាយើងចែកចំណេះឲ្យបាន